Group នឹងជាទីមេត្រីនៅពេលនេះយើងឃើញថាយុទ្ធជនកម្ពុជាទាំង18រូបក៏បានជួបជុំក្រុមគ្រួសារប្រកបដោយក្តីរំភើបនិងរីករាយលើសពីការរីករាយក្រុមគ្រួសាររបស់យុទ្ធជនកម្ពុជាទាំង18រូបគឺបានបង្ហូរនៅទឹកភ្នែកជាក្តីរំភើបមួយជាពោះការនិវត្តមកកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាពពីព្រោះថានេះគឺជាការទន្ទឹងរង់ចាំអស់រយៈពេល155ថ្ងៃមកហើយបន្ទាប់ពីយុទ្ធជនកម្ពុជារបស់យើងត្រូវបានចាប់ខ្លួនអស់រយៈពេល155ថ្ងៃគឺកាលពីថ្ងៃទី29កក្កដា2025ទន្ទឹមនឹងនោះដែរការទន្ទឹងរង់ចាំគឺត្រៀមរង់ចាំទទួលអស់រយៈពេល4ទៅ5លើករួចមកហើយក៏ប៉ុន្តែត្រូវបានខកខានមិនបានដោយបំណងក៏ប៉ុន្តែមកដល់ពេលនេះគឺបានដោយបំណងហើយចំពោះការជួបជុំក្រុមគ្រួសារដ៏រីករាយនិងរំភើបឥតឧបមានៅពេលនេះជាពិសេសនោះគឺបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខថ្នាក់ដឹកនាំរបស់យើងគ្រប់លំដាប់ថ្នាក់ទាំងអស់ទាំងព្រះករុណាព្រះមហាក្សត្រក៏ដូចជាសម្ដេចព្រះមហាក្សត្រីរួមទាំងសម្ដេចអគ្គមហាសេនាបតីតេជោនិងសម្ដេចគតិប្រិទ្ធបណ្ឌិតក៏ដូចជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតដែលលោកតែងតែយកប្រតិយនិងយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខរបស់យុទ្ធជនកម្ពុជាទាំង18រូបជាមួយនឹងការស្វាគមន៍នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញយើងឃើញថាអិសរាជជនជាថ្នាក់ដឹកនាំរបស់យើងក៏បានជូននៅកម្រងផ្កាបាត់ផ្ការួមទាំងថវិកាឧបត្ថម្ភមួយចំនួនជូនទៅដល់យុទ្ធជនកម្ពុជាទាំង18រូបរបស់យើងដែលបានមកកាន់មាតុប្រទេសប្រកបដោយសុវត្ថិភាពហើយបន្ទាប់ពីបានធ្វើដំណើរចូលមកកាន់ស្ថានីយ៍បដិសណ្ឋារកិច្ចសម្រាប់អិសរាជជនជាន់ខ្ពស់នៅឯអាកាសយានដ្ឋានរបស់យើងហើយនោះយើងឃើញថាយុទ្ធជនរបស់យើងទាំង18រូបបានជួបជុំក្រុមគ្រួសារមានទាំងឪពុកម្ដាយមានទាំងបងប្អូនពូមីងហើយមានយុទ្ធជនរបស់យើងខ្លះក៏បានជួបជាមួយនឹងគូដណ្ដឹងដែលក្រុងនឹងរៀបការនៅក្នុងពេលឆាប់ដ៏ខ្លីខាងមុខនេះផងដែរហើយក៏បានជួបជុំជជែកយ៉ាងរីករាយស្និទ្ធស្នាលនិងរាក់ទាក់បំផុតជាមួយនឹងក្តីរំភើបរោគអ្វីមកព្រៀបផ្ទឹមពុំបានជាមួយគ្នានោះដែរយើងក៏សង្កេតឃើញការចូលរួមជូនដំណើររបស់លោកជំទាវបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិនក៏បានជូនដំណើររហូតតាំងពីខេត្តបៃលិនមកដល់បាត់ដំបងរហូតមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញរបស់យើងគឺអមដំណើរតាមរយៈឧទ្ធម្ភាគចក្រពិសេសមកកាន់រាជធានីភ្នំពេញរបស់យើងផងដែរចានេះគឺជាកាយវិការបង្ហាញនឹងការយកចិត្តទុកដាក់ចាដល់ស្មោះស្ម័គ្រយ៉ាងយកចិត្តទុកដាក់បំផុតរបស់អាជ្ញាធរដែនដីដែលមានលោកជំទាវបានស្រីមុំដែលជាអភិបាលនៃគណៈអភិបាលខេត្តបៃលិនគឺថាលោកជំទាវបានទទួលវីរៈយុទ្ធជនរបស់យើងតាំងតែពីនៅច្រកទ្វារអន្តរជាតិព្រំមកម្លេះរហូតមកដល់ចាការចោះចតនៃអធិភាគចក្របាញ់មិញនេះគឺឃើញថានេះគឺជាអ្វីដែលបង្ហាញនៅការយកចិត្តទុកដាក់ចំពោះវីរៈយុទ្ធជនរបស់យើងគឺស្របទៅតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលតែងតែលើកឡើងថាគឺមិនចោលយល់ធិនរបស់យើងណាម្នាក់ឡើយពលគឺនឹងខិតខំគ្រប់រិះរកគ្រប់វិធីចាដើម្បីចាស្វែងរកនៅការដោះលែងវីរៈយុទ្ធជនរបស់យើងហើយពេលនេះអ្វីដែលយើងតែងតែទន្ទឹងចង់បាននឹងប្រាថ្នាចង់ឃើញនោះគឺបានដូចអ្វីដែលយើងគ្រោងទុកហើយនេះគឺជាការទទួលនៅអំណររីករាយសាទរចាលោកចន្ទទីមុននឹងដំណាច់ឆ្នាំ2025ឈានចូល2026នោះហើយក៏ជាអ្វីដែលប្រជាពលរដ្ឋកម្ពុជារបស់យើងចាបានបង្ហាញនៅស្មារតីសាមគ្គីគ្នាចាលោកចន្ទទីកន្លងមកមិនត្រឹមតែជាការបង្ហាញនៅទឹកចិត្តចាអាណិតស្រឡាញ់នឹកសំណោះគ្នាទេក៏ប៉ុន្តែតាមរយៈស្មារតីខ្មែរស្រឡាញ់ខ្មែរខ្មែរជួយខ្មែរជាឃើញថាកន្លងមកគឺប្រជាពលរដ្ឋកម្ពុជារបស់យើងបានធ្វើការចារួបរวมសាមគ្គីគ្នាបានល្អតាមរយៈការចូលរួមឧបត្ថម្ភជាស្បៀងអាហារជាដើមជូនទៅដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹកយើងកន្លងមកដែរនេះគឺជាអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋនៅទូទាំងពិភពលោកពិតជារំភើបក៏ដូចជាកោតសរសើរចំពោះស្មារតីដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរយើងចា៎បាទជាការពិតណាស់តាមរយៈការវិលត្រឡប់មកកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាពខ្ពស់របស់យុទ្ធជនទាំង10
របស់យើងទាំង18រូបនៅពេលនេះដោយដែលយើងខ្ញុំបានជម្រាបជូនជារឿយៗឲ្យថារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាជាពិសេសសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានធានានិងសន្យាយ៉ាងមុតមាំជាមួយក្រុមគ្រួសាររបស់យោធិនទាំង18នាក់ក៏ដូចជាប្រជាជនកម្ពុជានៅទូទាំងប្រទេសថាយើងមិនទុកយោធិនរបស់យើងណាម្នាក់ចោលនោះឡើយដោយយើងបានប្រើប្រាស់គ្រប់មធ្យោបាយនិងដំណោះស្រាយទាំងការទូតព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិរហូតសម្រាប់បានការដោះលែងនាថ្ងៃនេះដើម្បីឲ្យយោធិនរបស់យើងអាចមកជួបជុំក្រុមគ្រួសារជាទីស្រឡាញ់របស់ខ្លួនដែលបានទន្ទឹងរង់ចាំដោយក្តីនឹករលឹកជាពន់ពេកហើយនៅពេលនេះបំណងប្រាថ្នារបស់ក្រុមគ្រួសាររបស់យុទ្ធជនរបស់យើងទាំង18នាក់ក៏បានដូចទៅនឹងសំបំណងហើយជាមួយគ្នានោះប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសក៏ចូលរួមអបអរសាទរត្រេកអរនិងរំភើបរីករាយដោយទៅនឹងគ្រួសាររបស់យុទ្ធជនទាំង18រូបដូចគ្នាដែរពីព្រោះថាប្រជាជនកម្ពុជានៅទូទាំងប្រទេសបានរួមកម្លាំងគ្នាជាធ្លុងមួយគឺបង្ហាញនៅសាមគ្គីភាពដ៏មហាសាមគ្គីជាធ្លុងមួយនៅក្នុងការគាំទ្រការជឿជាក់ឧបត្ថម្ភសពគ្រប់បែបយ៉ាងជូនដល់យុទ្ធជនរបស់យើងដែលបាននៅកំពុងបំពេញតួនាទីដ៏សកម្មនិងអង្អាចជាទីបំផុតនៅក្នុងការការពារបូរណភាពទឹកដីនិងដែនអធិបតេយ្យរបស់កម្ពុជាប្រឆាំងដាច់ខាតទៅនឹងសត្រូវដែលឈ្លានពានបូរណភាពទឹកដីរបស់កម្ពុជាក៏ដូចជាក្តីបារម្ភនិងការទន្ទឹងរង់ចាំចំពោះយុទ្ធជនកម្ពុជាទាំង18រូបនៅពេលនេះដែលបានត្រឡប់មកកាន់ប្រទេសកំណើតប្រកបដោយសុវត្ថិភាពហើយបើតាមកម្មវិធីដែលក្រុងទុកបន្ទាប់ពីការជួបទទួលស្វាគមន៍នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញយើងហៅថាពលានយន្តហោះពោធិ៍ចិនតុងហើយនោះក៏នឹងមានការជូនដំណើរបន្តទៅកាន់ស្រុកកំណើតរបស់យុទ្ធជនរបស់យើងទាំង18រូបដោយក្នុងនោះយើងឃើញថារដ្ឋបាលរាជធានីភ្នំពេញក៏បានត្រៀមនៅរថយន្តក្រុងសាធារណៈនៅក្នុងការជូនដំណើរយុទ្ធជនទាំង18រូបរួមទាំងក្រុមគ្រួសារទៅកាន់ស្រុកកំណើតផងដែរចាទូរទស្សនិកជនជាទីគោរពនេះខ្ញុំក៏សូមបញ្ជាក់ផងដែរថាការដោះលែងយោធិនកម្ពុជាចំនួន18រូបត្រឡប់មកមាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាពគឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃនៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅ GBC រវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ស្ថិតក្នុងចំណុចទី11ដែលបានកំណត់ថាបន្ទាប់ពីការគោរពយ៉ាងពេញលេញក្នុងរយៈពេល72ម៉ោងនៃបទឈប់បាញ់ដែលត្រូវបានចូលជាធរមានកាលពីវេលាម៉ោង 12:00 នាទីថ្ងៃត្រង់ម៉ោងក្នុងស្រុកនៅថ្ងៃទី27ខែធ្នូឆ្នាំ2025ហើយនៅក្នុងដំណើរនៃការវិលត្រឡប់របស់យោធិនទាំង18រូបរបស់យើងក៏មានការចូលរួមសង្កេតការពីសំណាក់ក្រុមអ្នកសង្កេតការអាស៊ាន AOT និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICOC ហើយការដោះលែងយោធិនរបស់យើងទាំង18នាក់នេះក៏ស្របជាមួយទៅនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025រវាងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃក្រោមការធ្វើជាសាក្សីរបស់ឯកឧត្តមដូណាល់ត្រាំប្រធានាធិបតីនៃសហរដ្ឋអាមេរិកនិងឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីជាមួយនឹងក្តីរំភើបរីករាយនិងរំភើបសប្បាយយ៉ាងក្រៃលែងនៃការទទួលស្វាគមន៍ហើយចំពោះការអញ្ជើញនិវត្តន៍មកកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាពខ្ពស់នេះយើងឃើញថាយុទ្ធជនរបស់យើងទាំង18រូបក៏បានបង្ហូរនៅទឹកភ្នែកដែលបានបង្ហាញអំពីក្តីរំភើបដែលបានជួបជុំឪពុកជួបជុំម្ដាយជួបជុំភរិយាជួបជុំកូនជាទីស្រឡាញ់ប្រកបដោយទឹកមុខដ៏រីករាយនៅពេលនេះគឺជាអ្វីដែលជាក្តីប្រាថ្នារបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេសជាពិសេសជាក្តីប្រាថ្នារបស់ក្រុមគ្រួសាររបស់កងទ័ពរបស់យើងដែលបានទន្ទឹងរង់ចាំអស់រយៈពេលជាយូរជាមួយគ្នានឹងភាពរីករាយនេះយើងឃើញថាមហាជនជាប្រជាពលរដ្ឋកម្ពុជានៅក្នុងរាជធានីភ្នំពេញក៏បានចេញមកទទួលស្វាគមន៍នៅតាមសងខាងដងមហាវិថីសហព័ន្ធរុស្ស៊ីនៅឯមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញរបស់យើងគឺទោះបីជាអាកាសធាតុមានលក្ខណៈក្តៅយ៉ាងណាក៏ប៉ុន្តែនៅតែទន្ទឹងរង់ចាំឈរ
ត្រៀមទទួលអបអរសាទរចំពោះការវិលត្រឡប់មកវិញប្រកបដោយសុវត្ថិភាពរបស់យុទ្ធជនកម្ពុជាទាំង18រូបរបស់យើងនៅពេលនេះនេះគឺជាក្តីរំភើបនិងក្តីរីករាយរបស់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសហើយជាមួយគ្នានោះដែរបើតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដែលបានចុះនៅថ្ងៃទី7 ខែកញ្ញាឆ្នាំ2025កន្លងទៅក៏បានបង្ហាញឲ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះលែងនិងធ្វើមាតុភូមិនិវត្តន៍របស់កងទ័ពកម្ពុជាទាំង18រូបនៅក្នុងនោះយើងឃើញថាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានផ្ដល់អាទិភាពខ្ពស់បំផុតលើការធានាឲ្យមានការដោះលែងនិងធ្វើមាតុភូមិនិវត្តន៍របស់កងទ័ពកម្ពុជាទាំង18រូបដែលកងកម្លាំងថៃបានឃុំខ្លួនបន្ទាប់ពីបទឈប់បាញ់នៅថ្ងៃទី28 ខែកក្កដាឆ្នាំ2025សម្ដេចធិបតីក៏បានណែនាំដោយផ្ទាល់ដល់ស្ថាប័នរាជរដ្ឋាភិបាលក្នុងការរិះរកគ្រប់មធ្យោបាយដែលអាចធ្វើទៅបានតាមទ្វេភាគីតំបន់និងអន្តរជាតិដើម្បីធានាបាននូវការវិលត្រឡប់មកវិញយ៉ាងឆាប់រហ័សនៃកងទ័ពទាំងនោះដោយសង្កត់ធ្ងន់ថាសុខុមាលភាពរបស់កងទ័ពដែលត្រូវបានឃុំខ្លួនគឺជាបញ្ហានៃសេចក្តីថ្លៃថ្នូររបស់ជាតិនិងជាក្តីកង្វល់ផ្នែកមនុស្សធម៌ជាបន្ទាន់ការចូលរួមដោយផ្ទាល់របស់សម្ដេចមហាបវរធិបតីឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាក្នុងការការពារប្រជាជនកម្ពុជារបស់ខ្លួនរក្សាអធិបតេយ្យជាតិនិងដោះស្រាយបញ្ហាដោយសន្តិវិធីក្នុងស្មារតីភាពជាអ្នកជិតខាងល្អនិងការជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងការគ្រប់គ្រងដល់ការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានអនុវត្តគំនិតផ្ដួចផ្ដើមការទូតយ៉ាងខ្ជាប់ខ្ជួនដោយលើកឡើងជានិច្ចនៅបញ្ហានេះជាមួយដៃគូទ្វេភាគីតំបន់និងអន្តរជាតិសំខាន់ៗក៏ដូចជាហើយជាមួយនឹងបណ្ដាអង្គទូតនៅរាជធានីភ្នំពេញនិងអិសរាជជនបរទេសដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជារួមទាំងប្រេសិតពិសេសសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គរបស់ជប៉ុនដើម្បីអំពាវនាវឲ្យមានការដោះលែងកងទ័ពកម្ពុជាជាបន្ទាន់ក្រោមការណែនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបង្កើនកិច្ចខិតខំប្រឹងប្រែងនេះដោយចេញកំណត់ទូតធ្វើបទបង្ហាញអំពីស្ថានភាពដល់បណ្ដាអង្គទូតបរទេសចូលរួមជាមួយនឹងយន្តការអាស៊ាននិងរក្សាកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនឹងបណ្ដាប្រទេសជាមិត្តនិងអង្គការអន្តរជាតិនានាកិច្ចខិតខំប្រឹងប្រែងទាំងនេះបានគូបញ្ជាក់អំពីការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការការពារសិទ្ធិរបស់ប្រជាជនខ្លួនការលើកកម្ពស់ការកាត់បន្ថយភាពតានតឹងនិងការរកគោលការណ៍មនុស្សធម៌អន្តរជាតិហើយក្រសួងការពារជាតិក៏បានសម្របសម្រួលយ៉ាងសកម្មជាមួយនឹងភាគីថៃតាមរយៈយន្តការយោធាទ្វេភាគីដែលមានស្រាប់ដើម្បីជំរុញឲ្យមានការវិលត្រឡប់ដោយសុវត្ថិភាពនៃកងទ័ពកម្ពុជាទាំង18រូបនៅពេលនេះចាទូទស្សនិកជនជាទីគោរពនិងជាទីមេត្រីដល់ឡែកចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅ GBC រវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តបៃលិនប្រទេសកម្ពុជានិងបានបង្កើតខេត្តចន្ទបុរីប្រទេសថៃដោយនៅក្នុងនោះមានការឯកភាពទៅលើលក្ខខណ្ឌនិងវិធានការមួយចំនួនតាក់ទងទៅនឹងទី1ភាគីទាំងពីរគឺបានឯកភាពគ្នាទៅលើបទឈប់បាញ់ជាបន្ទាន់ក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសរួមនេះគិតចាប់ពីម៉ោង12:00 នាទីថ្ងៃត្រង់ម៉ោងក្នុងស្រុកថ្ងៃទី27 ខែធ្នូឆ្នាំ2025ពាក់ព័ន្ធទៅនឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទនៅក្នុងគ្រប់ករណីនិងនៅគ្រប់តំបន់ដោយរួមបញ្ចូលទាំងការវាយប្រហារលើជនស៊ីវិលគោលដៅនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងកម្មវត្ថុខាងយោធារបស់ភាគីម្ខាងទៀតដែលភាគីទាំងពីរត្រូវជៀសវាងការផ្ទុះអាវុធដោយគ្មានមូលហេតុឬធ្វើសកម្មភាពរុលទៅមុខឬចល័តតបទៅលើទីតាំងឬក៏កងកម្លាំងរបស់ភាគីម្ខាងទៀតទោះស្ថិតក្នុងកលៈទេសៈណាក៏ដោយភាគីទាំងពីរមិនត្រូវបំពានកិច្ចព្រមព្រៀងនេះជាដាច់ខាតទូទស្សនិកជនជាទីគោរពនិងជាទីមេត្រីដល់ឡែកយើងនឹងមានសេចក្តីរាយការណ៍ចេញពីទីតាំងនៃការចាត់ទទួលស្វាគមន៍វីរៈយុទ្ធជនរបស់យើងទាំង18រូបដែលមានលោកស្រីអោលក្ខណាដែលនឹងធ្វើសេចក្តីរាយការណ៍យកអត់យ៉ាងសិនយើងគាត់និយាយខ្ញុំស្រែកមួយសិនហើយវាយើងកថាតិចនេះយើងយករូបបាននេះ
ចាលោកស្រីប្រិមត្តទូរទស្សនិកជនជាទីគោរពនាងខ្ញុំជឿជាក់ថាទូរទស្សនិកជនដែលកំពុងតែបានតាមដាននៅការទស្សនាផ្សាយផ្ទាល់ពិសេសនៅពេលនេះគឺកំពុងតែមានក្តីរំភើបយ៉ាងក្រៃលែងដោយសារតែមានបងប្អូនប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីលោកគ្រូអ្នកគ្រូបញ្ញវន្តគឺកំពុងតែមុខយ៉ាងច្រើនកកកមែនទែនដើម្បីទទួលស្វាគមន៍នៃការអញ្ជើញដល់របស់វរៈកងទ័ពដ៏អង្អាចក្លាហានរបស់យើងទាំង18រូបដែលនឹងចាក់ចេញពីប្រលានយន្តហោះមកដល់តាមផ្លូវសហព័ន្ធរុស្ស៊ីនាពេលបន្តិចទៀតនេះយើងឃើញថានៅលើដៃរបស់ពួកគាត់គឺមានទង់ជាតិកម្ពុជាបានបករវិចប្រកបដោយស្នាមញញឹមព្រោះថាបន្តិចទៀតនេះទេក៏នឹងបានឃើញនៅក្បួនរថយន្តពិសេសរបស់កងទ័ពទាំង18រូបដែលបានវិលមកកាន់មាតុប្រទេសវិញបន្ទាប់ពីត្រូវបានភាគីថៃចាប់ខ្លួនក្រោយបាត់ឈប់បាញ់រយៈពេល155ថ្ងៃនៅក្នុងថ្ងៃនេះគឺជាក្តីរំភើបយ៉ាងក្រៃលែងទាំងអស់នេះគឺជាកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាយ៉ាងសស្រាក់សស្រាំប្រើអស់គ្រប់មធ្យោបាយទាំងបែបការទូតនៅវិធីសាស្ត្រផ្សេងធ្វើយ៉ាងណាដើម្បីឲ្យក្រុមគ្រួសារវរៈកងទ័ពរបស់យើងបានជួបជុំកូនជាទីស្រឡាញ់ប្តីជាទីគោរពឪពុកជាទីស្រឡាញ់របស់កូននោះគឺបានជួបជុំគ្នាចាទស្សនភាពអំបញ្ញមិញនៅពេលដែលនាងខ្ញុំឃើញក្រុមគ្រួសាររបស់វរៈកងទ័ពទាំង18រូបនោះគឺមានប្រពន្ធពោតងន់ចាគឺកូន6 7ខែហើយត្រូវតន្ទឹងរង់ចាំនៅស្វាមីដែលនៅជាប់នៅភៀកគីថៃចាប់ខ្លួននោះឥឡូវបានវិលត្រឡប់មកវិញហើយគឺពួកគាត់មានក្តីរំភើបមែនទែននៅពេលដែលឧទ្ធម្ភិកចៈបានចោះចតនោះគឺពួកគាត់បានចោលនេត្រាទៅលើផ្ទៃវេហាសម្លឹងទៅមើលស្វាមីដែលបានជួបដូច្នេះហើយធ្វើឲ្យគាត់មានក្តីរំភើបយ៉ាងក្រៃលែងហើយក្តីរំភើបម្យ៉ាងវិញទៀតនោះគឺទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីដែលពួកគាត់អត់ដឹងមុនទេចាគឺមកច្រើនមែនទែនគឺនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីនេះគឺគាត់ឈរអមសងខាងផ្លូវគឺមើលទៅឡើងវែកអន្លាយចាក់ដឹកកន្ទុយភ្នែកតែម្ដងហើយនាងខ្ញុំដែលកំពុងតែប្រចាំការនៅខាងក្នុងនោះគឺអត់ដឹងថានៅខាងក្រៅមានបងប្អូនច្រើនដូចនេះទេពេលដែលចេញមកដល់គឺពិតជារំភើបខ្លាំងមែនទែនហើយទស្សនភាពនេះកាន់តែផ្ដល់នូវកម្លាំងចិត្តយ៉ាងខ្លាំងជូនដល់វរៈកងទ័ពរបស់យើងទាំង18រូបនាពេលបន្តិចទៀតនេះទូរទស្សនិកជននឹងបានទស្សនានៅក្បួនរថយន្តពិសេសនៃការអញ្ជើញធ្វើដំណើររបស់វរៈកងទ័ពទាំង18រូបដែលនឹងធ្វើដំណើរស្របតាមផ្លូវសហព័ន្ធរុស្ស៊ីឆ្ពោះទៅកាន់ស្រុកកំណើតរៀងៗខ្លួនដែលប្រមុខរដ្ឋាភិបាលកម្ពុជាគឺបានត្រៀមរថយន្តក្រុងចំនួន10គ្រឿងដើម្បីនាំវរៈកងទ័ពរបស់យើងទៅកាន់ស្រុកកំណើតវិញមានឱកាសជួបជុំគ្រួសារជួបជុំជាមួយនឹងអ្នកភូមិដែលកំពុងតែតន្ទឹងរង់ចាំពួកគាត់ផងដែរក្រុមគ្រូពេទ្យសុខភាពបឋមមួយនៅឯទូរទស្សនិកជនជាទីគោរពនៅក្នុងថ្ងៃនេះគឺជាថ្ងៃដ៏វិសេសវិសាលយ៉ាងក្រៃលែងដែលមានក្តីរំភើបដល់ទឹកចិត្តបងប្អូនប្រជាពលរដ្ឋខ្មែរយើងគ្រប់ទិសទីមិនថាឡើយតែបងប្អូនប្រជាពលរដ្ឋកម្ពុជារស់នៅកម្ពុជានោះទេបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្រៅប្រទេសក៏កំពុងតែតន្ទឹងរង់ចាំដូចគ្នាជាពិសេសនោះគឺតន្ទឹងរង់ចាំកាលពីថ្ងៃម្សិលមិញដែលគ្រប់កំណត់រយៈពេល72ម៉ោងគឺតន្ទឹងរង់ចាំនៃការវិលត្រឡប់របស់ពួកគាត់ទោះបីជាយឺតយ៉ាវបន្តិចកណ្ដាក់ក៏ដោយក៏ប៉ុន្តែឥឡូវនេះក្តីរំពឹងរបស់យើងនោះគឺបានសម្រេចហើយគឺយើងពិតជាសប្បាយរីករាយយ៉ាងក្រៃលែងហើយទស្សនវិជ្ជាទាំងអស់នេះដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានក្តីរំភើបនោះគឺនឹកគុណយ៉ាងក្រៃលែងជូនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តប្រាជ្ញាស្មារតីគឺសម្ដេចតែងតែបានគិតគូរដល់វរៈកងទ័ពទាំង18រូបក៏ដូចជាវរៈកងទ័ពយើងផ្សេងគ្រប់ដង្ហើមចេញចូលមិនដែលបំភ្លេចនៅគុណូបការៈនិងការលះបង់របស់វរៈកងទ័ពរបស់យើងទាំងអស់មួយវិនាទីណាឡើយនៅពេលនេះឃើញថាក្បួនរថយន្តពិសេសរបស់វរៈកងទ័ពរបស់យើងទាំង18រូបនឹងធ្វើដំណើរចេញមកដល់ខាងមុខនាពេលបន្តិចទៀតនេះហើយទូរទស្សនិកជនបានឃើញហើយនៅទស្សនភាពដ៏សែនសប្បាយរីករាយនៅក្នុងថ្ងៃឆ្លងឆ្នាំគឺយើងបានទទួលនៅអំណរសាទរសប្បាយរីករាយយ៉ាងក្រៃលែងតែម្ដងចាទូរទស្សនិកជនជាទីគោរពនៅពេលនេះក្បួនរថយន្តពិសេស
របស់វរៈកងទ័ពទាំង18រូបគឺកំពុងតែធ្វើដំណើរសន្សឹមចាក់ចេញពីប្រលានយន្តហោះអន្តរជាតិភ្នំពេញពោធិ៍ចិនតុងនៅច្រកពិសេសដូច្នេះសូមបងប្អូនតាមដានទស្សនាហើយសូមជូនរូបភាពដ៏រំភើបយ៉ាងក្រៃលែងពេញក្រអៅបេះដូងរបស់បងប្អូនដែលកំពុងតែទន្ទឹងរង់ចាំនោះគឺបានមកដល់ហើយការខិតខំប្រឹងប្រែងរបស់ប្រមុខរដ្ឋាភិបាលថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់យើងនោះគឺពិតជាទទួលបាននៅជោគជ័យផ្លែផ្កាដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នឹកគុណនិងដឹងគុណយ៉ាងថ្លៃថ្លារបស់ប្រមុខរដ្ឋាភិបាលកម្ពុជានៃយើងហើយលើសពីនេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃប្រជាជនកម្ពុជាគឺលោកបានខិតខំប្រឹងប្រែងយ៉ាងក្រៃលែងប្រើអវិធីសាស្ត្រទាំងបែបការទូតនិងវិធីសាស្ត្រផ្សេងក្នុងការនាំមកនៅជោគជ័យដ៏ត្រចះត្រចង់ជូនជាតិនិងប្រជាជនហើយមិនតែប៉ុណ្ណោះគឺសម្ដេចគតិប្រឌិតបរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដោយទូតទស្សនិកជនបានទស្សនាហើយគឺសម្ដេចតែងតែនាំយកនៅអំណោយមនុស្សធម៌ក៏ដូចជាគៀងគោនៅអំណោយមនុស្សធម៌ផ្សេងយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកគ្រួសារកងទ័ពនៅទីជិតទីឆ្ងាយជាការលើកទឹកចិត្តនិងជាការគោរពដឹងគុណហើយសម្ដេចគតិប្រឌិតបរនីហ៊ុនសែនលោកបានយល់ច្បាស់ណាស់ពីការលំបាករបស់ប្រជាពលរដ្ឋយល់ច្បាស់ណាស់ពីបេះដូងរបស់ភរិយាវីរៈកងទ័ពរបស់យើងហេតុនេះហើយគឺលោកតែងតែខិតខំអញ្ជើញទៅសួរសុខទុក្ខដោយផ្ទាល់ចូលរួមគ្រប់វិញ្ញាណក្ខន្ធគ្រប់បែបយ៉ាងគ្រប់សកម្មភាពទាំងអស់នេះគឺការចេញពីការគោរពស្រឡាញ់ដឹងគុណនៃការខិតខំប្រឹងប្រែងលះបង់របស់កងទ័ពទាំងអស់ក៏ដូចជាអាណិតដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹកដែលរងគ្រោះដោយសារតែសង្គ្រាមនេះផងដែរចា៎ហើយលោកទូតទស្សនិកជនដែលតែងតែបានតាមដានទស្សនានៅទស្សនវិជ្ជាតាមបណ្ដាញសង្គមក្តីតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងឯកជនក្តីគឺលោកជំទាវបណ្ឌិតពេជ្រចាំនីហ៊ុនម៉ាណែតស្ត្រីទី1កម្ពុជាគឺលោកតែងតែបានខិតខំក្នុងការចូលរួមចែករំលែកនៅក្តីស្រឡាញ់ដោយបាននាំយកនៅអំណោយមនុស្សធម៌ផ្សេងជូនដល់បងប្អូនជនភៀសសឹកជាពិសេសនោះគឺសួរសុខទុក្ខដឹងពីសុខនិងទុក្ខដល់គ្រួសារកងទ័ពទាំងពលីគ្រួសារកងទ័ពនៅសមរភូមិគ្រួសារកងទ័ពដែលត្រូវបានភាគីថៃចាប់ខ្លួនគឺលោកជំទាវបណ្ឌិតគឺតែងតែបានខ្នះខ្នែងម្ដងហើយម្ដងទៀតទៅសួរសុខទុក្ខជាប់ជាប្រចាំដើម្បីជាការលើកទឹកចិត្តលើកកម្លាំងចិត្តដល់ពួកគាត់ឥឡូវនេះក្តីរំភើបរីករាយនឹងការខិតខំប្រឹងប្រែងការសាមគ្គីទាំងអស់គ្នាគឺយើងបានជោគជ័យហើយទូតទស្សនិកជនជាទីគោរពនៅពេលនេះសំលេងដ៏ត្រហឹងអើងកងពេញផ្ទៃវេហានៅមុខប្រលានយន្តហោះអន្តរជាតិភ្នំពេញគឺកំពុងតែបន្លឺឡើងដោយសំលេងសាទរពីបងប្អូនប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីបញ្ញវន្តគ្រប់ជាន់ថ្នាក់ទាំងអស់ចាមានអ្នកខ្លះគឺគាត់អត់ដឹងទេធ្វើដំណើរជិះកាត់ឃើញហើយគឺគាត់ស្ទុះស្ទាមកចូលរួមតែម្ដងទូតទស្សនិកជនជាទីគោរពនៅពេលនេះក្បួនរថយន្តពិសេសរបស់វរៈកងទ័ពទាំង18រូបគឺកំពុងតែធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីហើយដែលមានបងប្អូនប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើនកកកមែនទែនគឺអំណរសាទរនៅការវិលត្រឡប់មកកាន់មាតុប្រទេសវិញរបស់វរៈកងទ័ពទាំង18រូបអបអរសាទរការវិលត្រឡប់របស់វរៈកងទ័ពទាំង18រូបប្រជាជនកម្ពុជាសូមគោរពដឹងគុណដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសូមគោរពដឹងគុណដល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលបានខិតខំប្រឹងប្រែងគ្រប់វិនាទីគឺបានកាត់នឹកកាត់ដល់គ្រួសារកងទ័ពទាំងអស់និងនឹកកាត់ដល់វរៈកងទ័ពទាំង18រូបរួមទាំងវរៈកងទ័ពរបស់យើងទាំងអស់គ្នានៅពេលនេះប្រជាជនកម្ពុជាសូមអបអរសាទរនៃការវិលត្រឡប់វិញរបស់វរៈកងទ័ពទាំង18រូបមកកាន់មាតុប្រទេសវិញដោយសុខសុវត្ថិភាព
ណាបាទបាទសុំមើលមកបាទអូយ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 លេខតាសាមគ្គីនេះសាមគ្គីនេះបងប្អូនបាទគឺសាមគ្គីនេះគឺឈ្មោះនេះបងប្អូនបាទយករូបកំណត់គ្នាបាទដោយពីស្អាតដោយអពីថាជាការមួយអាចតាមតាមទីតាមតាមអត់ទៅបើសិនជាចង់ឲ្យវាបានទៅគឺអាចតាមតាមបងប្អូនបាទអរគុណសូមព្រៀងបាទសូមព្រៀងបាទសូមព្រៀងអរគុណបាទហើយបាត់កាននោះមកយកឲ្យទៅលូនោះតោទៅបាទខ្លួននោះវិញតើតើខ្លួនហ្នឹងអត់តែគេជិះហ្នឹងគេហ្នឹងមកយកទៅហើយเราขอการได้เอาหลักการตามคนนี้ได้คือรู้ว่าผมเป็นตัวจับต้องเวลามาเจอตัวคนนี้ภาษาจงไงที่ยืนใช้ได้แบบเป็นคนออนไลน์ทำมุกบริษัทสร้างสรรค์ภาษาที่เป็นจงไงใช้ได้อาจจะเป็นการโจรเรื่องภาษาไทยสากลปีสมัยต่อไปบอลยูโรปาบอลบอลไทยบอลกุจราเหมือนกันจงไงมาkedua mengenai bola bola itu akan dilakukan di titik jangan sampai pemain bola menjadi bola menjadi sebagai biasa tidak itu harus macam lainnya tidak lainnya banget sendiri akhirnya bagi semua orang kalau sama mana hei Sebab dia pun macam takut melukau tahu tu, bang kenal bang. Jadi pertama itu turun sampai apa, turun jangai, curi dapat kecil, curi dapat kecil, bapa yang ini tentang kecil tahu tentang bapa, ini tentang kecil, karena di bawah balik ceng, yang kecil dan cuma bisa ada pasir dan temanในเรื่องคือยังบางในการซีเรียสที่น้องมีมาให้มาร้องกับกองโอซ่ามาร้องกับกองโอซ่ามาร้องกับเลยทีนี้นี่คือยังอะไรที่ไปนี่คือยังในการซีเรียสมาอยู่ในการซีเรียสมาต่อไว้มาบอกมาส่งเรื่องตุ้งเชียร์กระบี่ติ๊กอัพเรียบบอกนะมาต่อส่งไปบอกมาบอกเตรียมมาบอกในในคนอัพตุ้งเชียร์บอกแดงเบ้ตรึกไว้บอก Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
លឿនពេករយៈកំលឿនពេក smooth មានអាយកោណាបងខ្ញុំរះណាមានអាយកោណាកុំលឿនពេកអូ smooth ពេក ទូទស្សនិកជនជាទីគោរពនិងជាមិត្តរីនៅខណៈនេះលោកនាងកញ្ញាកំពុងទស្សនាការផ្សាយបន្តពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាស្ដីអំពីដំណើរអញ្ជើញដល់មិត្តប្រទេសវិញរបស់ចាស់វីរៈយុទ្ធជនទាំង18រូបរបស់យើងដោយមានការចាស់អញ្ជើញទទួលដល់តលពីសំណាក់ថ្នាក់ដឹកនាំក៏ដូចជាក្រុមគ្រួសារនៃបងប្អូនវីរៈយុទ្ធជនជាពិសេសនោះគឺបងប្អូនប្រជាពលរដ្ឋនៅតាមសងខាងផ្លូវគឺដូចដែរទូរទស្សនិកជនបានទស្សនាតាមរយៈរូបភាពដែលក្រុមការងារយើងខ្ញុំបានបង្ហាញជូនចាស់សម្លេងស្រែកកញ្ជ្រៀវចាស់សម្លេងអបអរសាទរចាស់នេះគឺជាសម្លេងពិតចេញពីក្រអៅបេះដូងរបស់បងប្អូនប្រជាពលរដ្ឋចំពោះការអបអរសាទររកពីអ្វីថ្លៃមិនបានចាស់គឺជាអំណរសាទរមុនដំណាច់ឆ្នាំ2025ឈានចូលឆ្នាំ2026ចាស់ជាពិសេសតាមរយៈទឹកមុខរបស់ក្រុមគ្រួសាររបស់វីរៈយុទ្ធជនរបស់យើងឃើញថាពោពេញដោយស្នាមញញឹមជាពិសេសចាស់ប្រពន្ធបានជួបប្តីកូនបានជួបឪពុកចាស់ក៏ដូចជាគូដណ្ដឹងក៏បានជួបគ្នាផងដែរហើយក៏សូមជូនពរឲ្យអ្នកទាំងពីរដែលក្រុងនឹងរៀបអាពាហ៍ពិពាហ៍ក្នុងពេលខាងមុខនេះគឺសូមប្រកបតែសុខសន្តិភាពហើយជាពិសេសក៏មិនភ្លេចថ្នាក់អំណរគុណចំពោះប្រមុខថ្នាក់ដឹកនាំរបស់យើងលោកចន្ទធីដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាអគុណចាស់ប្រទេសម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ានដែលបានខិតខំចាស់ជួយរហូតមកសម្របសម្រួលឲ្យមានចាស់ទទួលបានលទ្ធផលជាថ្ងៃនេះក៏ដូចជាអគុណទៅដល់សហរដ្ឋអាមេរិកដែលមានឯកឧត្តមប្រធានាធិបតីដូណាល់ត្រាំក៏ដូចជាអគុណទៅដល់ប្រទេសចិនចាស់ដែលបានខិតខំចាស់សម្របសម្រួលក៏ដូចជាចាស់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាហើយក៏បំភ្លេចថ្លែងអំណរគុណទៅដល់សហគមន៍អន្តរជាតិដែលបានថ្លែងនៅអំណរសាទរនៅពេលដែលទទួលព័ត៌មានថាវីរៈយុទ្ធជនរបស់យើងបានធ្វើដំណើរមកដល់មិត្តប្រទេស